ស្ដីពុកម៉ងប្អូនសម្រាប់បងហូបខ្ញុំថ្ងៃនេះផងដែរគឺបានសម្លប្រហើននៅក្នុងក្អូបទំពាំងបងភីវគាត់គៀបចំឆាស្បៃក្តោបរបស់គាត់ទៅបងយតគាត់គៀបចំស្រោចទឹកស្រោចអីកាំងងាយពេលព្រឹកថ្ងៃពុកម៉ងប្អូនចំពោះបងភីវគឺគាត់ឆារាល់ថ្ងៃតែម្ដងបងហូបរបស់គាត់គឺមានតែឆាទេហើយខ្ញុំក៏បានអោយបងប្រុសគាត់រៀបចំជួយបកទំពាំងបកអីខ្ញុំផងដែរថ្ងៃពុកម៉ងប្អូនគឺកាំងងាយគឺយើងត្រូវទៅចេះជួយគ្នាផងដែរខ្ញុំគៀបចំហាន់សាច់បងភីវគាត់គៀបចំធ្វើម្ហូបធ្វើអីផុសគាត់នឹងឯងហើយចំពោះសាច់របស់ខ្ញុំគឺខ្ញុំប្រើជាសាច់ជ្រូកចិញ្ច្រាំហើយនឹងសាច់កកជ្រូកផងដែរថ្ងៃពុកម៉ងប្អូនហើយបងភីវថ្ងៃនេះបានឆាស្បៃក្តោបគឺបងភីវគាត់ចាប់ពីគាត់មកគឺគាត់ឆាតែស្បៃក្តោបរហូតថ្ងៃពុកម៉ងប្អូនខ្ញុំក៏ឲ្យគាត់ឆាមុនផងដែរព្រោះអីគឺចង្ក្រានមានតែមួយហើយខ្ញុំក៏បានរៀបចំហាន់គ្រឿងហាន់អីរបស់ខ្ញុំផងដែរព្រោះអីថ្ងៃនេះគឺខ្ញុំស្លប្រហើបងប្រហុកខ្មែររបៀបសុកស្រែស្រុកខ្មែរយើងងាយពុកម៉ងប្អូនប៉ុន្តែក៏អត់មានងាយប្រហែលទេគឺគ្រឿងច្រើនហើយណាមួយបន្លែក៏រៀងច្រើនផងដែរថ្ងៃពុកម៉ងប្អូនខ្ញុំក៏បានរៀបចំហាន់គ្រឿងបងភីវគាត់ក៏រៀបចំធ្វើម្ហូបរបស់គាត់រួចផងដែរខ្ញុំក៏រៀបចំទៅបេះស្លឹកក្រូចស៊ីឡឹកព្រោះស្លឹកក្រូចនៅស៊ីឡឹកនៅកន្លែងខ្ញុំក៏សម្បូរផងដែរនេះគឺជាគ្រឿងរបស់ខ្ញុំផងដែរគ្រឿងស្លប្រហើហើយចំពោះគ្រឿងស្លប្រហើខាងខ្ញុំគឺគេដាក់អង្ករផងដែរថ្ងៃបងប្អូនគឺយើងយកអង្ករមកកូនស្លឹកព្រាមកយកមកត្រាំទឹកដើម្បីមកបុកជាមួយគ្រឿងរបស់យើងហើយក៏ដាក់ប្រហុកដាក់អីផងដែរនឹងឯងខាងខេត្តសំរៀបស្រុកក្រឡាញ់ពុកម៉ងប្អូននេះគឺជាគ្រឿងសម្លប្រហើរបស់ខ្ញុំផងដែរហើយរបស់គ្រឿងក្រិចម្រេចខ្ទឹមរបស់ខ្ញុំក៏បានរួចស្រេចផងដែរថ្ងៃពុកម៉ងប្អូននេះគឺជាបន្លែរបស់ខ្ញុំហើយខ្ញុំក៏ប្រើជាបន្លែទំពាំងផ្អែមហើយចំពោះទំពាំងផ្អែមហ្នឹងគឺខ្ញុំអត់មានប្រើទំពាំងផ្អែមរបៀបធំកម៉ាប់ខ្លីទេពុកម៉ងប្អូននេះគឺជាទំពាំងផ្អែមមួយធឺទៀតផងដែរចំពោះទំពាំងផ្អែមហ្នឹងគឺយើងមិនចាំបាច់យកទៅស្រស់ទេពុកម៉ងប្អូនយើងអាចស្លទាំងអញ្ចឹងក៏បានផងដែរព្រោះអីគឺវាអត់ខាទេរៀននំក្អូបវិញគឺខ្ញុំដាំដោយខ្លួនឯងទេពុកម៉ងប្អូននំក្អូបហើយចំពោះនំក្អូបគឺខ្ញុំដាំតែ3ដើមទេគឺផ្លែច្រើនមែនទែនពុកម៉ងប្អូនព្រោះដីនៅទីនេះវាដីល្អដីចាស់ដីអីទៅខ្ញុំក៏ដាំវាផងដែរព្រោះរឿងដំណាំនៅផ្ទះថ្កែរបស់ខ្ញុំក៏ច្រើនផងដែរហើយក៏មានបងប្អូនម្នាក់អធិស្ឋានផងមានបងប្រុសម្នាក់គាត់បានមកធ្វើការជាមួយខ្ញុំបន្ថែមម្នាក់ទៀតទៅទាំងអស់4នាក់ទាំងថៅកែអធិស្ឋានផងបងប្អូនគឺបានថៅកែម្នាក់ផងទាំងអស់4នាក់សម្រាប់បុកម្ហូបខ្ញុំធ្វើពេលព្រឹកអញ្ចឹងថៅកែគាត់ក៏តែងតែចោះមកពិសាបាយជាមួយខ្ញុំផងដែរឲ្យទៅបានទឹកសម្លឬមួយក៏ទឹកស៊ុបគាត់ចូលចិត្តណាស់អ្វីដែលបន្លែគឺខ្ញុំក៏ដែលផ្លេចគាត់ទេបងប្អូនគឺជាការងារប្រចាំថ្ងៃរបស់ខ្ញុំផងដែររឿងការធ្វើម្ហូបខ្ញុំក៏ចង់ចែករំលែកជូនដល់ពុកម៉ែបងប្អូនមើលកំសាន្តអារម្មណ៍លេងហើយមានទាំងពីស្លឹកបាសខ្ញុំក៏បានប្រើប្អូនប្រុសម្នាក់ដែលគាត់កំពុងបុកគ្រឿងឲ្យគាត់ទៅស្លឹកបាសអោយផងដែរនឹងឯងបងប្អូនព្រោះគាត់ក៏ជួយការងារខ្ញុំរៀបបងយតគាត់ក៏ស្រោចទឹកស្រោចអីពេលព្រឹកស្រោចដំណាំយើងហូបខ្លួនឯងទេពុកម៉ែបងប្អូនហើយខ្ញុំក៏រៀបចំបេះស្លឹកបាសបេះអីផងដែរព្រោះអីស្លឹកបាសគឺបើដើរបេះដើរបោចនៅក្បែរបន្ទប់រៀបប្អូនប្រុសម្នាក់ទៀតគាត់រៀបចំបុកគ្រឿងបុកអុយជួយគ្នាម្នាក់ម្ដាយជើងព្រោះអីគឺគាត់រួចការងារនេះនោះហើយខ្ញុំក៏បានឲ្យគាត់មកជួយខ្ញុំបន្តិចផងដែរហើយក៏បានយកអង្ករយកអីមកដាក់បុកជាមួយអង្ករខ្ញុំបានត្រាំទឹកទេបើតាមក្បួនគេត្រូវត្រាំទឹកហើយគ្រឿងរបស់ខ្ញុំក៏បានរួចស្រេចបន្លែរបស់ខ្ញុំក៏បានរួចស្រេចប្រហុករបស់ខ្ញុំក៏ត្រៀមរួចស្រេចផងដែរនឹងឯងពុកម៉ែបងប្អូនចំពោះការស្លប្រហើបើថាយើងអត់ដឹងតិចនិចទេវាក៏អត់ឆ្ងាញ់ផងដែរនឹងឯងហើយខ្ញុំក៏បានយកគ្រឿងរបស់ខ្ញុំយកមកកូរជាមួយសាច់ផងដែរចំពោះគ្រឿងគឺខ្ញុំចាក់របៀបចាក់ភ្លាមខ្ញុំក៏ទៅយកសាច់របស់ខ្ញុំយកមកចាក់ជាមួយតែម្ដងហើយខ្ញុំក៏កូរសាច់ជាមួយគ្រឿងរបស់ខ្ញុំតែម្ដងហ្នឹងឯងពុកម៉ែបងប្អូនចំពោះគ្រឿងយើងត្រូវតែបុកឲ្យល្អិតល្អផងដែរកាលណាតែយើងបុកគ្រឿងយើងមិនល្អិតល្អក៏សម្លរបស់យើងហូបទៅក៏វាអត់ឆ្ងាញ់ផងដែរព្រោះអីយើងបុកល្អទៅគល់ក្រៃឬមួយក៏ស្លឹកក្រៃវាស្កាតពុកម៉ែបងប្អូនយើងក៏ត្រូវតែបុកឲ្យល្អិតល្អផងដែរខ្ញុំរៀបចំដាក់ប្រហុកក៏កូរចុះកូរឡើងឲ្យសាច់របស់យើងវាឆ្អិនខាងក្រៅមកល្មមពុកម៉ែបងប្អូនចំពោះសាច់របស់ខ្ញុំគឺខ្ញុំប្រើសាច់ជ្រូកចិញ្ច្រាំផងដែរហ្នឹងឯងពុកម៉ែបងប្អូនខ្ញុំក៏រៀបចំដាក់ទឹកផងដែរហើយចំពោះទឹកគឺខ្ញុំដាក់មកល្មមផងដែរមិនថាដាក់ច្រើនទេពុកម៉ែបងប្អូនយើងមើលបន្លែរបស់យើងផងដែរតើបន្លែរបស់យើងវាកម្ពស់ប៉ុណ្ណាយើងក៏ដាក់ទឹកតែប៉ុណ្្នឹងទេដាក់1លីត្របន្លែបន្តិចទេពុកម៉ែបងប្អូនខ្ញុំក៏រៀបចំយកបន្លែរបស់ខ្ញុំយកមកដាក់បន្លែស្រស់មើលទៅទំនងមែនទែនទំពាំងស្រស់បន្លែស្រស់ដល់បេះដល់បោចទាំងឯងពុកម៉ែបងប្អូនចំពោះបន្លែគឺខ្ញុំដាក់ជាមួយគ្នាតែម្ដងអញ្ចឹងឯងព្រោះឯងខ្ញុំចង់ឲ្យវាចូលជាតិល្អពុកម៉ែបងប្អូននងហើយនឹងស្លឹកបាសខ្ញុំដាក់ជាមួយទំពាំងដាក់អីផងដែរហើយឲ្យវាចូលជាតិល្អដល់វាឆ្អិនល្អទៅវាក៏ចូលជាតិផងដែរបើថាពុកម៉ែបងប្អូនចូលចិត្តរបៀបមើលទៅស្រស់ស្អាតទឹកសម្លរបស់យើងស្រស់ស្អាតយើងដាក់បន្លែខៀវក្រោយក៏បានផងដែរបើថាយើងអាចដាក់មុនអញ្ចឹងបានក៏បានផងដែរនឹងឯងបងប្អូនប៉ុន្តែដាក់មុនអញ្ចឹងគឺវាទឹកសម្លរបស់យើងវាចូលជាតិក្នុងសាច់បន្លែយើងល្អដល់ពេលយើងហូបវាក៏ឆ្ងាញ់ផងដែររសជាតិមួយយ៉ាងម្នាក់ហ្នឹងបងយតគឺរៀបចំលាងចានទៅហើយសម្លរបស់ខ្ញុំក៏បានចិត្តឆ្អិនហើយបងប្អូនគឺទំនងមែនទេអាកន្លែងហ្នឹងគឺខ្ញុំភ្លក់ហើយបងប្អូនភ្លក់ទៅគឺទំពាំងរបស់ខ្ញុំវាអត់ទាន់ឆ្អិនល្អទេហើយខ្ញុំក៏បានរងើសវាទុកចោលមកសន្ទុះទៀតផងដែរគឺយើងអោយទំពាំងរបស់យើងឆ្អិន
ល្អផងដែរព្រោះអីតពាំងរបស់ខ្ញុំគឺខ្ញុំអត់បានស្រស់ទេបងប្អូនបានស្រស់ទៅគឺវារៀងឆ្អិនយូរខ្ញុំក៏ទុកឲ្យតពាំងឆ្អិនទៅបន្លែរបស់ខ្ញុំវាក៏ឆ្អិនល្អផងដែរនឹងឯងបងប្អូនគឺការស្លប្រហើគឺមើលទៅដូចងាយទេតែក៏អត់ងាយប្រហែលដែរបើថាយើងស្លម្នាក់ឯងរៀងយូរយើងមានគ្នាវាក៏រៀងលឿនក៏បានឆ្អិនខ្ញុំក៏រៀបចំដួសដាក់ចានដើម្បីយកទៅឲ្យថកែរបស់ខ្ញុំពិសាហើយនឹងបងយ៉តពិសាហើយនឹងបងប្រុសម្នាក់ទៅប្រមូលថ្មីពិសាផងដែរនឹងឯងបងប្អូនខ្ញុំពេលព្រឹកខ្ញុំក៏ធ្វើសម្លច្រើនផងដែរហើយក៏មានមីងម្នាក់គាត់បានខមមិនថាខ្លួនឯងស្លប្រហើបខ្លួនឯងប្រើបន្លែច្រើនមិនឆ្ងាញ់ដូចជាតពាំងអញ្ចឹងខ្លួនឯងដាក់ច្រើនទៅឆ្ងាញ់ខ្ញុំក៏ដាក់ច្រើនតាមគាត់គឺឆ្ងាញ់មែនបងប្អូនណាមួយគឺតពាំងផ្អែមអញ្ចឹងគឺឆ្ងាញ់មែនទេនឹងឯងបងប្អូនខ្ញុំអត់បានស្រស់អត់បានអីទេហើយវាក៏អត់ខាផងដែរស្លប្រហើរបស់ខ្ញុំក៏បានរួចស្រេចខ្ញុំក៏ដួស4ចានតកែមួយចានហើយបងប្រុសម្នាក់ទៀតម្នាក់ចានថ្ងៃបងប្អូនទាំងអស់គឺ4ចានខ្ញុំមួយចានចែកគ្នាហូបនៅមួយចានព្រោះខ្ញុំស្លច្រើនហើយខ្ញុំក៏បានហៅគាត់ឲ្យរៀបចំលើកសម្លលើកអីទៅហូបថ្ងៃបងប្អូនគឺការងារពេលព្រឹកប្រចាំថ្ងៃរបស់ខ្ញុំគឺចឹងឯងបងប្អូនខ្ញុំគ្រាន់តែចង់ចែករំលែកឲ្យពុកម៉ែបងប្អូនមើលសម្រាប់ការងារប្រចាំថ្ងៃដែលខ្ញុំរស់នៅផ្ទះតកែរបស់ខ្ញុំដែលខ្ញុំរស់នៅប្រទេសគេបងប្អូនតើសកម្មភាពខ្ញុំមួយថ្ងៃតើខ្ញុំធ្វើអ្វីខ្លះខ្ញុំក៏ចង់ចែករំលែកជូនទៅដល់ពុកម៉ែបងប្អូនមើលកំសាន្តភ្នែកកំដរអារម្មណ៍លេងហ្នឹងឯងបងប្អូនគឺសម្លរបស់ខ្ញុំក៏បានរួចស្រេចខ្ញុំក៏រៀបចំខលហៅតកែរបស់ខ្ញុំក៏ចុះមកពិសាក៏ចូលចិត្តណាស់បងប្អូនគាត់ក៏បានចុះមកដល់លំហូមគាត់ក៏បានថ្ងៃនេះស្លប្រហើហូបបែបប្រអីគឺគាត់ធ្លាប់ហូប4 5 6ដងហើយបងប្អូនគាត់ឃើញមុខម្ហូបគាត់ក៏ស្គាល់សម្លខ្មែរយើងតែម្ដងគាត់ថាស្លប្រហើឆ្ងាញ់គាត់ចូលចិត្តព្រោះអីគឺមានបន្លែច្រើនណាមួយគឺគ្រឿងដាក់ទៅរបៀបដិតណាបងប្អូនយើងដាក់គ្រឿងដាក់អីឈ្ងុយហើយខ្ញុំក៏បានរៀបចំហូបក្រោយគេផងដែរគឺហូបក្រោយគេរហូតប្រហែលណាមួយខ្ញុំឡាយទៅថតឡាយទៅអីផងដែរទៅគឺហូបក្រោយគេក៏បានហូបបាយរួចក៏នឹងគ្នារៀបចំទៅធ្វើការចំពោះការងាររបស់ខ្ញុំថ្ងៃនេះថកែរបស់ខ្ញុំគាត់ឲ្យខ្ញុំនឹងបងរៀបចំបាញ់ថ្នាំទុរេនហ្នឹងឯងបងប្អូនបាញ់ថ្នាំទុរេននៅនឹងនេះឯងគឺអត់បានបាញ់នៅក្រៅទេចាំថកែយូរពេកក៏បានបបួលបងនឹងគ្នាទៅបោចស្មៅបោចអីសិនព្រោះថកែរបស់ខ្ញុំក៏ចេញទៅក្រៅទៅទិញថ្នាំទិញអីទៅខ្ញុំក៏នឹងគ្នាមកបោចស្មៅចាំថកែរបស់ខ្ញុំហ្នឹងឯងបងប្អូនគឺការងារគឺចឹងគឺងាយសบายបងប្អូនធ្វើរបៀបយើងដូចធ្វើដូចនៅផ្ទះយើងផងដែរហើយបងគាត់ក៏បានរៀបចំមកដល់ក៏បានយកថ្នាំយកអីចាក់ផងដែរចំពោះថ្នាំហ្នឹងគឺថកែរបស់ខ្ញុំគាត់បាញ់សម្រាប់សត្វល្អិតព្រោះអីសត្វល្អិតវាច្រើនបងប្អូនដើមទុរេនរបស់គាត់វាធំទៅលខ្ចីក៏រៀងច្រើនផងដែរទៅសត្វល្អិតវាក៏ចាប់ផ្ដើមចុះគាត់គេរៀបចំបាញ់ថ្នាំបាញ់អីហើយខ្ញុំក៏បានរៀបចំស្រោចទឹកទុរេនស្រោចអីហ្នឹងឯងបងប្អូនបងប្អូនគាត់ក៏រៀបចំបាញ់ថ្នាំទុរេនខ្ញុំក៏ស្រោចទឹកចែកកាំងនេះឲ្យធ្វើព្រោះអីថ្នាំគ្រឿងបាញ់ថ្នាំវាមានតែ3ទេបងប្អូនខ្ញុំក៏មកស្រោចទឹកនឹងឯងហើយចំពោះវីដេអូរបស់ខ្ញុំក៏មានតែប៉ុណ្្នឹងទេអរគុណបាយ